bà lớn mà cái cho mà bà non chun chân đấy tới bà có hạ cá đấy một riêng bà có hạ cá đấy không nhưng mà bà này hạ cá mà cách trong tới hạ cá đấy bà lớn mà cách không chất đạn nó hay bà từ lớn chun chân này bà có bị ban biên từ lớn đi này lực mà không bà ha ấy quạt phỏng tôi tam mà cách thì bà phải một riêng là lớn đạn nó thành đòn bà con cả vẫn bác lượt về nhảy bàn đấy bà còn nói thằng mau bà có thể cầm chi ở bên bà có tầng liêm tầng loប្រិមត្តជនករណីជនជាតិចិនម្នាក់ដែលបានលុកលាន់បំពេញរាងកាយថែមទាំងចាប់អោបទៅលើនារីលើកម្ហូបម្នាក់នៅក្នុងហាងចិនមួយកន្លែងនៅតាមបណ្ដោយផ្លូវ1986ថែមទាំងវាយយ៉ាងចាស់ដៃបាទទៅលើមេការជនជាតិចិនមេការហាងដែលបានចូលមកខាត់នឹងសួរនាំចាថាគាត់មានញ៉ៃញ៉ៃគាត់គ្រាន់តែតាមអោបហើយតាមហៅខ្ញុំទៅលើវិញហ្នឹងតែប៉ុណ្្នឹងទេចាគាត់ធ្វើតែប៉ះពាល់រាងកាយអូនកន្លែងណាខ្លះមិញហ្នឹងគាត់គ្រាន់តែចាប់អោបទេគាត់គ្រាន់តែចាប់អោបទេណាអត់មានលូកលាន់នៅកន្លែងណាកន្លែងនេះទៀតទេអត់ទេបាទនៅពេលហ្នឹងខ្លួនឯងមានស្រែកថាយខ្ញុំរត់គេចពីគាត់រហូតតែគាត់នៅតាមមកទៀតប្រហែលដងមិញហ្នឹងធ្វើ30រៀបមកតែម្ដងហ្នឹងតែម្ដងហ្នឹងចាបាទទៅនៅពេលហ្នឹងខ្លួនឯងទៅប្រាប់មេការខ្ញុំពីដំបងហ្នឹងខ្ញុំចេញពីបន្ទប់ហ្នឹងខ្ញុំទៅបន្ទប់ផ្សេងដែរបាទពេលហើយក៏ម៉ែគាត់ថាឲ្យខ្ញុំទៅមើលវិញខ្ញុំក៏ទៅមើលវិញគាត់នៅញ៉ៃញ៉ៃទៀតខ្ញុំរត់ចុះមកក្រុមខ្ញុំប្រាប់គាត់ថាខ្ញុំមកបន្ទប់ទឹកហើយខ្ញុំសុកចិត្តមកដល់មុខទៀតបាទហើយគាត់នៅតាមនិយាយរួមគាត់តាមខ្ញុំមកដល់បន្ទប់ទឹកហើយតាមខ្ញុំមកដល់មុខខ្ញុំទៀតគាត់ពីមេការអូនចូលមកជួយគាត់វាយយ៉ាងមេការអូនទៀតពីដំបងឡើយខ្ញុំមិនដឹងថាវាយមិនវាយទេបងគ្រាន់តែខ្ញុំចុះមកដល់ក្រុមខ្ញុំចេញទៅវិញទេនេះជានារីរូបបងប្អូនបាទនារីរូបបាទមិញបាទនេះគឺជាជនជាតិចិនដែលជាជនបាទបង្កហេតុដំបូងដែលលុកលាន់ទៅលើនារីរងគ្រោះបាទជាអ្នកបម្រើម្ហូបអាហារណាហើយពេលដែលមេការបាទមកសួរនាំវត្តវៃទាំងមេការទៀតបាទប្រិមត្តជនបាទហើយទីតាំងកន្លែងកើតហេតុគឺនៅហាងម្ហូបចិនមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ1986ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញគាត់ថាភាគីហាងស្រីគេប្រាប់ថាខាងភ្ញៀវចិនហ្នឹងគេលុកលាន់គាត់លុកលាន់បាទគេចាប់អោបគាត់ថើគាត់ឲ្យលុកលាន់គាត់លុកលាន់បៀតបៀនរាងកាយគាត់ដែរបាទបន្ទាប់ពីលុកលាន់បៀតបៀនរាងកាយមិនទេអូនព្រោះខាងហ្នឹងខ្ញុំមកសូវដឹងដែរបងចាប់ថោបចាប់អីទៀតណាបាទអូនហាងកន្លែងខាងលើនេះគឺហាងលក់តាមម្ហូបលក់អីបាទ buffet បងអត់មានបដោសេវាកម្មផ្លូវភេទហើយក៏អត់មាននេះដែរបងក្រៅភេទដែរបងបាទចង់និយាយបន្ទប់ខាងលើហ្នឹងក្រៅភេទប៉ុន្តែសេវាកម្ម buffet ធម្មតាទេបងអត់មានទៅសេវាកម្មមួយភ្ញៀវទេបងចង់និយាយបញ្ជាក់អូនថាពេលដែលគាត់លុកលាន់រាងកាយរបស់ខាងនារីបម្រើការផ្នែកលើកម្ហូបនឹងរួចមានព្រឹត្តិការណ៍កើតឡើងបន្តទៀតពេលខាងហ្នឹងពេលសេវីគាត់ប្រាប់មេការបងពេលមេការគាត់ប្រឹងទៅនិយាយសម្រួលប៉ុន្តែក៏អត់សម្រួលមកយើងឯងគាត់វាថាគាត់ច្រឡំមកមេការខាងខ្ញុំគាត់វាយមេការខាងខ្ញុំអញ្ចឹងបានពួកខ្ញុំឆាឡោបាននាំគ្នាមកនេះបានជួយខាត់គាត់ហើយខាត់ក៏ចប់ដែរអញ្ចឹងមកន័យថាបន្ទាប់ពីបៀតបៀនលើនារីអូតេសហ្នឹងហើយបាទនារីបម្រើម្ហូបហ្នឹងហើយគាត់ត្រូវបានមេការចូលមកសួរការខុសត្រូវបាទហើយគាត់វាយទៅមេការទៀតគាត់វាយមិនអូនគាត់វាយមិនគាត់វាយមេខ្ញុំត្រូវពីដៃនោះមេខ្ញុំបងគាត់តែកភ្លៀងឬក៏យ៉ាងម៉េចគាត់ច្រឡំមកវាយមេខ្ញុំហ្មងហើយបន្តមកទៀតខ្ញុំអត់តន់ហាត់ការនឹងដែរបងព្រោះខ្ញុំដឹងថាពេលគាត់ហ្នឹងគាត់មកច្រឡំមកវាយមេខ្ញុំពេលខ្ញុំហ្នឹងខ្ញុំតន់ហាត់ការកន្លែងលឺថាវាយទាំងតកែហាងទៀតទេមិនព្រោះខ្ញុំអត់ស្ដឹងដែរតកែគាត់អត់នៅទេបងអត់នៅទេណាតែអញ្ចឹងឥឡូវហ្នឹងជនជាតិចិនគាត់នៅខាងក្នុងមែនបាទនៅខាងក្នុងអង្គុយខាងតុបាទជនជាតិចិនទាំងអស់ប៉ុន្មានអ្នកដែរបងតែគាត់ច្រើនដែរបងប្រហែលជា6,000នាក់ហើយមានខ្មែរយើងដែរមានខ្មែរផងមានចិនផងបាទប៉ុន្តែបុគ្គលិកដែលត្រូវបៀតបៀនហ្នឹងប្រហែលតែម្នាក់ទេម្នាក់បងម្នាក់ទេណាក្នុងការផ្នែកសេវីបាទតែមានថាគាត់ជនជាតិចិនហ្នឹងគាត់ចូលហូបយូរដែរបងយូរបងបាទហើយគាត់ប្រើពួកខ្ញុំទៅទិញវិយាគាត់ទៀតចេញប្រិមត្តជនករណីជនជាតិចិនម្នាក់ដែលបានលុកលាន់បំពេញរាងកាយថែមទាំងចាប់អោបទៅលើនារីលើកម្ហូបម្នាក់នៅក្នុងហាង
ចិនមួយកន្លែងនៅតាមបណ្ដោយផ្លូវ1986ថែមទាំងវាយយ៉ាងចាស់ដៃបាទទៅលើមេការជនជាតិចិនមេការហាងដែលបានចូលមកខាត់នឹងសួរនាំឥឡូវនេះត្រូវបានសមត្ថកិច្ចនៃរដ្ឋបាលសង្កាត់ភ្នំពេញថ្មីបានធ្វើការវាយខ្នោះបាទបញ្ជូនមកកាន់ពលរដ្ឋបាលហើយបន្ទាប់ពីសមត្ថកិច្ចស្នើសុំសហការតាមសម្រួលគាត់មិនព្រមសហការជាមួយនឹងសមត្ថកិច្ចជុំវិញករណីខាងលើនេះផងដែរនារីរងគ្រោះថានឹងដាក់ពាក្យបណ្ដឹងទៅលើជនជាតិចិនឲ្យដោះស្រាយតាមវិធានការផ្លូវច្បាប់យើងមិនទាន់ដឹងថាការដោះស្រាយប្រព្រឹត្តទៅយ៉ាងណានៅឡើយទេរងចាំតាមដានមើលសមត្ថកិច្ចហើយនឹងជនរងគ្រោះព្រមទាំងជនបង្កនៅក្នុងប៉ុស្តិ៍នគរបាលកំពុងតែជួបគ្នានឹងធ្វើការសាកសួរទៅលើជនបកផងដែរបាទអរគុណច្រើនបងប្អូនយើងបាទ